សួស្តីអ្នកទាំងអស់គ្នាតែយើងជួបខ្ញុំបន្តទៀតយើងទៅរៀនពាក្យជាមួយគ្នាខ្ញុំយក3ពាក្យមកនិយាយពាក្យទី1គឺនិយាយថា 공무원 공무원 ប្រែថាមន្ត្រីរាជការឬក៏បុគ្គលិករដ្ឋបាលមន្ត្រីរាជការឬក៏បុគ្គលិករដ្ឋបាលមន្ត្រីរាជការមិនគឺអ្នកដែលធ្វើការនៅក្នុងជួររដ្ឋាភិបាលបងប្អូនយល់ទេមន្ត្រីរាជការគឺខាងរដ្ឋធ្វើការខាងរដ្ឋទោះបីជាឋានៈណាក៏ដោយគឺហៅថា 공무원 ពាក្យទី2 습관 습관 ពាក្យបកប្រែថាទម្លាប់ 습관 យើងឧស្សាហ៍ធ្វើអ្វីមួយទៅជាទម្លាប់រាល់ថ្ងៃធ្វើមួយរាល់ថ្ងៃទៅជាទម្លាប់អាហ្នឹងគេហៅថា 습관 ទម្លាប់ក្រោកពីព្រឹកទម្លាប់ដេកពីល្ងាចគឺទម្លាប់ក្រោកយូរឬក៏ទម្លាប់ញ៉ាំបាយយូរអាហ្នឹងហៅថា 습관 ឥឡូវពាក្យទី3 봉사 봉사 ស្ម័គ្រចិត្តដល់យើងចូលរួមអ្វីមួយដោយស្ម័គ្រចិត្តដែលអត់មានគេអញ្ជើញយើងទៅឯគឺយើងដឹងថាការងារអ្វីមួយយើងដឹងហើយយើងទៅចូលរួមដោយស្ម័គ្រចិត្តដោយកម្លាំងកាយកម្លាំងចិត្តដែលអស់ចេញពីបេះដូងរបស់យើងអាហ្នឹងយើងទៅជួយគេអញ្ចឹងហៅថាភុងសាការងារស្ម័គ្រចិត្តទោះបីទៅធ្វើអ្វីក៏ដោយស្រាលធ្ងន់ទៅតាមនឹងប៉ុន្តែគេមិនឲ្យធ្វើការងារធ្ងន់ហើយគ្រោះថ្នាក់ពេកនោះទេការងារស្ម័គ្រចិត្តគឺការងារស្រាលដែរទេហ្នឹងនៅកូរ៉េគឺយើងធ្វើអាហ្នឹងច្រើនល្អការងារភុងសាហ្នឹងអញ្ចឹងនៅតាមតំបន់ប្រហែលជាមានហើយអញ្ចឹងតែខ្ញុំធ្លាប់បានទៅហើយរោងចក្រខ្ញុំខែត្រជាក់ក៏មានខែក្តៅក៏មានគឺការងារស្ម័គ្រចិត្តទៅជាមួយរោងចក្រហ្នឹងហៅថាភុងសាភាសាកូរ៉េភុងសាការងារស្ម័គ្រចិត្តចេញពីបេះដូងរបស់យើងដោយគេអត់បង្ខំយើងឬគេអត់ឲ្យយើងត្រូវទៅអត់ទេយើងទៅដោយស្ម័គ្រចិត្តខ្លួនឯងជម្រាបលា